conទាំងអស់គ្នាថ្វាយបង្គំព្រះអង្គសូមថ្វាយសូមបង្គំព្រះអង្គគ្រូគណៈសូមរតនានិមន្តព្រះអង្គគ្រូដើម្បីបង្រៀនសមាធិនិងសិលធម៌ដល់សិស្សានុសិស្សនៅក្នុងសាលារៀនវិស្វៈ អរគុណច្រើនអ្នកគ្រូធីមនហើយអ៊ីនធឺណិតអ៊ី slow ជំរាបពរនមស្ការលោកម្ចាស់គ្រប់ព្រះអង្គហើយជំរាបពរលោកគ្រូអ្នកគ្រូនិងធ្វើការស្វាគមន៍ដល់បងប្អូនសាសនាសាស្ត្រគ្រប់គ្នាទាំងអស់ So welcome back to our meditation class tonight. So before we're gonna do a practice meditation មុនយើងចាប់ផ្ដើមធ្វើសមាធិ I would like to tell a story ទីចង់និទានរឿងខ្លីមួយដើម្បីឲ្យបងប្អូនជាពិសេសគឺបងប្អូនបានស្ដាប់រឿងច្រើនហើយលោកម្ចាស់ក៏អាចបានស្ដាប់រឿងដែរព្រោះជាការចំកន្លែងអត់ចេះឬក៏កន្លែងចេះហើយកាន់តែចេះថែមទៀតចឹងរឿងនេះគឺតាក់ទងជាមួយនឹងការរៀនសូត្រដែរមនុស្សយើងនៅពេលដែលអត់រៀនយើងធំតែខ្លួនណែធំតែសាច់ដូចគោធំតែសាច់ដូចគោវាធំតែខ្លួនណែវាអត់ធំប្រាជ្ញាវាអត់ចម្រើនណាដូច្នេះហើយនៅក្នុងរឿងនេះរឿងនៅក្នុងជាដកធម្មបទគាថារឿងអគិតតព្រានឬក៏រឿងសមតតកុមារចឹងកាលពីយូរលង់ណាស់មកហើយព្រះសម្មាសម្ពុទ្ធនៃយើងព្រះអង្គបានយកកំណើតកើតជាកូនរបស់កសិករម្នាក់ឈ្មោះអគិតតព្រានហើយអគិតតព្រានហ្នឹងគឺជាកសិករអ្នកធ្វើស្រែហើយបានកូនប្រុសម្នាក់ឈ្មោះថាសមតតកុមារសមតតហ្នឹងជាតួអង្គព្រះសម្មាសម្ពុទ្ធមកចាប់កំណើតកើតជាដូច្នេះហើយទើបព្រះអង្គសំប្រាជ្ញាមកបញ្ញាបារមីព្រះអង្គសំមកគឺឆ្លាតជាងឪពុកឪពុកហ្នឹងគឺអត់រៀនទេហើយដល់ពេលអញ្ចឹងគាត់អត់រៀនហើយគាត់អត់វ័យឆ្លៀសទៀតអញ្ចឹងគាត់ភាសាខ្មែរយើងហៅ10គាត់ថាគាត់ឆោតគាត់ល្ងងដូច្នេះហើយកូនឈ្មោះសមតតកុមារហ្នឹងនៅពេលដែលឆ្លាតបែបនេះក៏ល្បីល្បាញដល់ព្រះរាជាក៏បានយកទៅធ្វើទីប្រឹក្សាព្រះរាជាសពព្រះយហតីបានបកគោតំណែងឲ្យជាទីប្រឹក្សាជា advisor របស់ព្រះរាជាដូច្នេះហើយអឺព្រះអង្គមានគេឈ្មោះមានភាពល្បីល្បាញខាងប្រាជ្ញាហ្នឹងគឺល្បីហើយថ្ងៃមួយឪពុកអគិតតព្រានហ្នឹងគាត់មានកូនដំ អញ្ចឹងទោះបីជាកូនធ្វើការងារធំក៏អឺឪពុកមិនសូវធូរធារដែរនៅធ្វើស្រែប៉ុន្តែសម័យហ្នឹងគ្មានអីក្រៅធ្វើស្រែទេកសិកម្មហ្នឹងវាពេញនិយមហើយអ្នកមានហ្នឹងគឺមានដីមានស្រែមានគោមានន័យថាអ្នកមានហើយសម័យហ្នឹងហើយសម័យកសិកម្មដូច្នេះហើយព្រានហ្នឹងគាត់ងាប់គោមួយនៅសល់គោមួយគាត់អាចធ្វើស្រែបានក៏បាននិយាយទៅកាន់កូនថាមនាលកូនសម្លាញ់ឪពុកត្រូវការគោមួយក្បាលទៀតដើម្បីធ្វើស្រែព្រោះឥឡូវនេះគោរបស់យើងបានងាប់ទៅមួយក្បាលហើយយើងអាចធ្វើស្រែគោមួយក្បាលបានទេត្រូវភ្ជួរស្រែគឺគោពីរដូច្នេះហើយពឹងកូននេះឲ្យជួយសុំគោព្រះរាជាឲ្យយើងឲ្យឪពុកមួយមកក៏បានធ្វើស្រែសមតតកុមារក៏និយាយគិតនៅក្នុងចិត្តថាបើសិនជាខ្លួនឯងទៅសុំផ្ទាល់មានន័យថាវាអាប់អន់កិត្តិយសព្រោះអត់អាចទៅសុំផ្ទាល់ពីព្រះរាជាបានទេគឺមានតំណមសុំផ្ទាល់បែបហ្នឹងប៉ុន្តែបើញាតិមិត្តបងប្អូនឪពុកម្ដាយទៅសុំបានអូខេដូច្នេះហើយក៏និយាយថាកូនមិនអាចទៅសុំផ្ទាល់បានទេប៉ុន្តែអាចជូនឪពុកទៅសុំពីព្រះរាជាបានអញ្ចឹងទៅឪពុកក៏និយាយថាមិនអីទេអញ្ចឹងឪពុកនឹងទៅសុំពីព្រះរាជាផ្ទាល់ប៉ុន្តែឪពុកនឹងនិយាយថាឪពុកមិនដឹងនិយាយថាម៉េចដើម្បីសុំ
មិនដឹងនិយាយមួយស្ដេចថាម៉េចទេព្រោះអត់ដែលជួបស្ដេចផងអញ្ចឹងទៅកូនប្រុសហ្នឹងក៏បានបង្រៀនឪពុកចឹងសម័យឥឡូវយើងចេះភាសារាជសព្ទយើងចេះភាសាសង្ឃសព្ទដោយសារយើងរៀនណាទៅមកហើយហើយសូម្បីតែប្រសក់ញាតិញោមខ្លះឡើងអាយុ50 60 ឆ្នាំហើយនៅតែនិយាយភាសាប្រសង់អត់ចេះទៀតណានៅអាត្មានៅតែនិយាយតែអាត្មាអញ្ចឹងណាគាត់ហៅខ្លួនគាត់អាត្មាអញ្ចឹងដោយសារគាត់អត់ឆ្លងកាត់ការរៀនពីក្មេងៗដូចបងប្អូនអញ្ចឹងណាអញ្ចឹងគាត់និយាយអត់ត្រូវទេកាលភាសាគាត់និយាយរត់មាត់ពីក្មេងមកគាត់នៅប្រើដល់ពេលអញ្ចឹងព្រានហ្នឹងគឺគាត់អត់ចេះនិយាយមួយស្ដាច់ទេដូច្នេះហើយកូនបង្រៀនសមត្តហ្នឹងបង្រៀននៅពុកអឺនាំឪពុកទៅបង្រៀននៅព្រៃខ្មោចព្រោះបរៀននៅផ្ទះខ្មាស់គេនៅភូមិអញ្ចឹងទៅបរៀននៅព្រៃខ្មោចឲ្យតែល្ងាចឡើងនាំឪពុកទៅបរៀនណាច្រូតច្បើងយកច្បើងពូនធ្វើស្ដាច់យកច្បើងពូនធ្វើមន្ត្រីយកច្បើងហ្នឹងពូនធ្វើឧបរាជចឹងដល់ពេលដែលត្រូវដើរចូលទៅកាន់ពួកមន្ត្រីធម្មតាត្រូវថ្វាយអង្គមលើកដៃសួរសុខទុក្ខបែបនេះជួបអាមាត្យសេនាបតីមេតបត្រូវនិយាយបែបនេះជួបឧបរាជគេហៅរដ្ឋមន្ត្រីអមស្ដេចហ្នឹងត្រូវនិយាយបែបម៉េចព្រោះភាសាហ្នឹងប្រើខុសគ្នាហើយនៅពេលជួបព្រះរាជាត្រូវទូលនិយាយជាមួយព្រះអង្គបែបម៉េចខុសគ្នាហើយរបៀបចូលទៅរបៀបថយមកវិញគឺត្រូវលួនត្រូវក្រាបត្រូវថ្វាយអង្គមខ្មែរយើងបើថ្វាយអង្គមឲ្យត្រូវបែបបត់ខ្មែរយើងថ្វាយអង្គមបែបចំហៀងអញ្ចឹងណាហើយថ្វាយអង្គមស្ដេចខុសពីថ្វាយអង្គមព្រះសង្ឃអញ្ចឹងគ្រាន់តែរៀនថ្វាយអង្គមស្ដេចនិយាយមួយស្ដេចហ្នឹងអស់3 ខែគ្រាន់តែរៀនហើយទិញឲ្យចាំពាក្យមួយទៀតថានៅពេលដែលទៅព្រះរាជាសួរថាមកធ្វើអីត្រូវតែឆ្លើយថាទូលបង្គំអឺប្រកាសណាថ្វាយពិសេសទូលបង្គំមកមានការហើយមានការហ្នឹងព្រះរាជាសួរទៀតថាអញ្ចឹងត្រូវរៀនអាទិញអាហ្នឹងទៀតពាក្យឆ្លើយហ្នឹងថាទូលបង្គំមកដើម្បីអឺមានការគឺគោទូលបង្គំមានម្នឹមហើយគោម្នឹមហ្នឹងវាងាប់ទៅមួយក្បាលដូច្នេះហើយទូលបង្គំត្រូវការធ្វើស្រែដើម្បីធ្វើស្រែបានទូលបង្គំត្រូវការគោមួយក្បាលទៀតដូច្នេះហើយសូមអឺព្រះអង្គមេត្តាប្រោះប្រទានគោមួយខាងទៀតដល់ទូលបង្គំដើម្បីបានធ្វើស្រែបន្តបន្តិចចាំមកហើយពពកសត្វដឹងថាឲ្យឪពុកចាំហើយអញ្ចឹងទៅក៏នាំទៅជួបស្ដេចដល់ពេលរៀសដល់ពេលជួបមន្ត្រីជួបកហបតីជួបអាមាត្យជួបមេតបជួបឧបរាជជួបស្ដេចទៅភ័យដល់ពេលភ័យទៅភ្លេចអស់លេងចេះតែអាក្បួនថ្វាយអង្គមហ្នឹងប៉ុន្តែដល់ពេលរបៀបនិយាយភ្លេចអស់លេងគាត់ចេះលួនចេះក្រាបប៉ុន្តែនៅពេលដែលព្រះរាជាស៊ូអោនលូតអោនក្រាបឆ្លងពីអាមាត្យពីមន្ត្រីរហូតដល់ឧបរាជដល់ទៅដល់ព្រះរាជាទៅព្រះរាជាសួរសោមទត្តឪពុកណែឯងមកមានការអីណាអញ្ចឹងបានព្រានហ្នឹងទូលថ្វាយពពកថាមហាបពិតទូលបង្គំមកមានការអូព្រានឯងមានការអីបពិតព្រះអង្គទូលបង្គំមកមានការគឺគោទូលបង្គំមានម្នឹមហើយគោទូលបង្គំម្នឹមហ្នឹងវាបានងាប់មួយក្បាលឥឡូវនេះសល់មួយក្បាលទៀតទូលបង្គំសុំយកមកថ្វាយព្រះអង្គដល់ពេលគាត់ភ័យទៅគាត់រនឹកអាពាក្យថាសុំព្រះអង្គអត់ចេញទៅជានឹកឃើញថាសុំថ្វាយព្រះអង្គដល់ពេលអញ្ចឹងព្រះរាជាគាត់ដឹងថាព្រាននិយាយខុសអញ្ចឹងក៏សួរលើកទី2ព្រានឯងយកគោមកថ្វាយយើងមែនណាព្រានហ្នឹងវាឆ្លើយថាបើពុតព្រះអង្គយកមកថ្វាយសួរ3លើកដើម្បីឲ្យព្រានហ្នឹងគាត់ដឹងខ្លួនណាប៉ុន្តែគាត់ឆោតគាត់ភ័យពេកទៅគាត់ឆ្លើយខុសដល់ពេលអញ្ចឹងព្រះរាជាបែរមុខទៅកាន់កូនទៅសោមទត្តហ្នឹងក៏ញញឹមដាក់ថាមើលសោមទត្តនៅផ្ទះហ្នឹងសវោគោច្រើននេះបានយកគោមកថ្វាយយើងហើយដល់ពេលអញ្ចឹងសោមទត្តជាកូនហ្នឹងក៏ឆ្លើយថាបបិទ្ធព្រះអង្គបើសិនជាព្រះអង្គប្រោះប្រទានគោថ្វាយទូលបង្គំផ្ទះទូលបង្គំនឹងមានគោច្រើនដល់ពេលអញ្ចឹងព្រះរាជាឮពពកសត្វនិយាយអញ្ចឹងគាត់ទៅសើគាត់ទៅថាពពកសត្វហ្នឹងឆ្លាតណាឆ្លាតហ្នឹងនិយាយថាបើសិនជាព្រះអង្គ
ព្រះរាជទានគោដល់ទូបង្គំផ្ទះទូបង្គំនឹងមានគោច្រើនព្រះរាជាគាត់ជ្រះថ្លាជាមួយនឹងពាក្យហ្នឹងណាពាក្យដោះចេញហ្នឹងណាដល់ពេលអញ្ចឹងហើយក៏បានឲ្យអ្នកកាន់ឃ្លាំងអ្នកកាន់ទ្រព្យរាជទ្រព្យហ្នឹងនាំគោ16ក្បាលយកមកឲ្យឪពុកពពោធិសត្វគីតតព្រានហ្នឹងនៅទីបំផុតនៃគាថាហ្នឹងព្រះពុទ្ធព្រះអង្គសម្ដែងនៅក្នុងរឿងចុងក្រោយហ្នឹងណាប្រៀបឧបមាថាមនុស្សដែលមានការរៀនតិចស្ដាប់តិចចម្រើនតែសាច់ឥតអំពើដោយគោចាស់មានន័យថាគោហ្នឹងវាធំតែសាច់ឥតប្រយោជន៍ឥតអំពើវាអត់ចម្រើនប្រាជ្ញាទេរីឯបុគ្គលអ្នកដែលមានមានការស្ដាប់ច្រើនមានការរៀនច្រើនរមែងចម្រើនប្រាជ្ញាចម្រើនទាំងសាច់ផងចម្រើនទាំងប្រាជ្ញាផងចឹងនៅក្នុងគាថាហ្នឹងមកសូមលើកគាថាហ្នឹងថាអាអបសុតាយ៉ាងពុរិសោបលិវត្តតោវៈជារតិនឹងគាថាភាសាបាលីមង្សានិមង្សានឹងសាច់មង្សានិតស្សៈវត្តហន្តិបញ្ញាតស្សៈនវុដ្ឋតិព្រះអង្គសម្ដែងក្នុងគាថានឹងថា the man of little learning សម័យដើមហ្នឹងគឺមានន័យថារៀនតិច less education ណា grow old like the cow មានន័យថាអ្នកដែលរៀនតិចហ្នឹងតែងតែចាស់ទៅធំទៅដូចគោ the muscle grow but the wisdom not មានថាសាច់គោហ្នឹងវាចម្រើនឡើងប៉ុន្តែបញ្ញាគោហ្នឹងអត់ចម្រើនទេដោយសាររៀនតិចស្ដាប់តិចរីឯអ្នកដែលរៀនច្រើនស្ដាប់ច្រើនរមែងរីកទាំងសាច់រីកទាំងប្រាជ្ញាអូខេអញ្ចឹងរឿងនេះគឺគ្រាន់តែជាគតិដាស់តឿនបងប្អូនណាគុណចាស់ទាំងអស់ហ្នឹងគឺរៀនណាតែអត់រៀនហ្នឹងសាច់យើងធំហើយណាសាច់យើងឆាន់ទៅចម្រើនហើយប៉ុន្តែខួរក្បាលបញ្ញារបស់យើងបើស្កាលណាយើងអត់ដាក់ចំណីឲ្យវាអត់ធំដូចសាច់ទេគឺណាវាអត់ធំដូចសាច់យើងទេសាច់យើងចេះតែធំទៅយើងហូបរាល់ថ្ងៃប៉ុន្តែខួរក្បាលរបស់មនុស្សយើងធំអត់ដូចគ្នាទេអ្នកខ្លះនៅពីតូចអត់ចេះដូចគ្នាតែពេលចាប់ផ្ដើមអឺញាក់ខ្លួនខំប្រឹងរៀនទៅបែកគ្នា10ឆ្នាំក្រោយគម្លាតនៃការចេះដឹងខុសគ្នាដូចមេឃដីត្រង់ចំណុចនេះគឺឧទាហរណ៍ជាក់ស្ដែងដោយខ្ញុំកណាអាត្មាកាលពីក្មេងគឺរៀនអត់ចេះរៀនគឺលេខក្រោយគេទាំងអស់ដល់ពេលថ្ងៃមួយទៅស្រុកហើយនិយាយជាមួយអ្នកដែលគាត់ឃើញយើងនៅពីតូចដល់ពេលនិយាយជាមួយយើងទៅគាត់ឆ្ងល់ថាដូចមិនមែនយើងគាត់ថាដូចមិនមែនយើងព្រោះកាលនៅតូចយើងអត់ចេះនិយាយយើងអត់ចេះនិយាយយើងអត់ចេះស្ដីយើងមឹសហើយយើងអត់ចេះមាត់ដល់ពេលយើងទៅចេះនិយាយចេះលេងសើចចេះលើករឿងមកអញ្ចឹងទៅគាត់ឆ្ងល់ថាយើងដូចមនុស្សមួយទៀតអញ្ចឹងគាត់ថាកាលណាបើមនុស្សយើងអត់រៀនណាគឺប្រាជ្ញាអត់រីធំធាត់ដូចសាច់ទេដូច្នេះបងប្អូនទាំងលោកម្ចាស់ត្រូវរៀនទាំងអស់គ្នាអូខេតោះដូច្នេះហើយលោកម្ចាស់បងប្អូនទាំងអស់គ្នាមករៀនណាបានមកជួបខ្ញុំកណាហ្នឹងជាអ្នកមករៀនដែរអញ្ចឹងដូច្នេះយើងបប្រតិបត្តិសមាធិណា3នាទីចុះកណាណាអញ្ចឹងលោកម្ចាស់និងបងប្អូនទាំងអស់គ្នាសមាធិ3នាទីបិទភ្នែក so everyone please close your eye together sit straight អង្គុយខ្លួនឲ្យត្រង់បិទភ្នែកបងប្អូនថ្នាក់មុនរៀងតូចអញ្ចឹងទៅឈើតែងតែនិយាយបន្លាចថាហាមលៀនដាតទាញច្រមុះទាញតិចញញថ្មិញដោយសារមានអ្នកខ្លះគាត់ធ្វើឲ្យគាត់លៀនដាតញញថ្មិញហ្នឹងបន្លាចថាវាទឹកខ្មោចច្រឡងបាទថ្នាក់នេះរៀងធំអញ្ចឹងយើងដឹងច្រើនគេអញ្ចឹងសមាធិនេះគឺជាវិធីគ្រាកចិត្តរបស់យើងដែលតែងតែដើរទេសហ្នឹងដើរត្រាច់ទៅគ្រប់ទីកន្លែងចំពោះរឿងដែលយើងធ្លាប់បានជួបប្រទះពីពេលមុនថ្ងៃមុនខែមុនឆ្នាំមុនម៉ោងមុនចិត្តហ្នឹងរត់ទៅគិតរឿងហ្នឹងដូច្នេះហើយចិត្តរបស់យើងតែងតែធ្វើការជានិច្ច
នៅពេលដែលចិត្តយើងធ្វើការហួសកម្រិតនៅពេលហ្នឹងធ្វើឲ្យយើងដេកអត់លក់សុខភាពផ្លូវកាយថមថយការភ្លៀងភ្លាំងភ្លាត់ចាប់ផ្ដើមខុសប្លែកជាងមុនហើយចាប់ផ្ដើមស្មុគស្មាញច្រើនពិបាកចិត្តច្រើននេះគឺផលនៃការដែលចិត្តរបស់យើងនេះគឺខ្វះការអប់រំចិត្តរបស់យើងហ្នឹងគឺគិតច្រើនដូច្នេះសមាធិនេះគឺជាវិធីកាត់បន្ថយការគិតវាមិនមែនកាត់បន្ថយទាំងស្រុងយើងដំបូងយើងនៅគិតកាន់តែច្រើនផងប៉ុន្តែគ្រាន់តែប្រាប់ខ្លួនឯងមួយថាសមាធិយូរឬក៏សមាធិហើយចិត្តនឹងនៅតែត្រាច់អង្គុតគិតច្រើនទៀតកុំខឹងកុំបដិខៈប្រតិកម្មជាមួយនឹងចិត្តមិនស្ងប់ហ្នឹងគ្រាន់តែដឹងថាចិត្តមិនស្ងប់ហើយទាញចិត្តហ្នឹងមកកាន់ដង្ហើមវិញព្រោះកាលណាបើយើងខឹងនឹងចិត្តមិនស្ងប់ហ្នឹងមានន័យថាយើងធ្វើសមាធិទៅវាកើតទោសៈថែមទៀតដូច្នេះទើបគ្រូអាចារ្យហ្នឹងលោកមិនអោយយើងទៅបដិខៈមានថាខឹងជាមួយនឹងអាចិត្តមិនស្ងប់ហ្នឹងទេព្រោះចិត្តហ្នឹងគឺវាមិនស្ងប់បែបហ្នឹងទើបយើងត្រូវយកចិត្តនេះមកអប់រំយកចិត្តនេះមកបដិបត្តិមកគៀបសង្កត់កុំឲ្យវាគិតច្រើនវិធីនៃការធ្វើសម្រាប់បងប្អូនដំបូងគឺដកដង្ហើមចូលឲ្យបានវែងដកដង្ហើមចេញឲ្យបានវែងយ៉ាងហោចណាស់5ដងទៅ10ដងសម្រាប់ណាអ្នកដែលធ្វើដំបូងដើម្បីឲ្យយើងកំណត់ទីដង្ហើមឲ្យបានច្បាស់ព្រោះកាលណាបើយើងធ្វើដំបូងហើយយើងប្រឡែងដង្ហើមចោលដោយការដកចេញនិងចូលសតិរបស់យើងអត់មុតទេគឺអត់ដិតនៅក្នុងការដកដង្ហើមចេញដកដង្ហើមចូលចិត្តនឹងរត់ទៅចិត្តនឹងមានកម្លាំងខ្លាំងជាងអាចិត្តមិនស្ងប់ណាមួយវិញទៀតលោកប្រាប់មួយទៀតថាបើចិត្តរបស់យើងនៅតែរត់ទៅញឹកញាប់រឿយចិត្តនឹងវាមានកម្លាំងដោយគោដែលយើងទៅនឹងកូនគោទៅដាក់កន្លោះថ្មីហ្នឹងវានៅមានកម្លាំងអញ្ចឹងទៅវាក៏ជ្រោលវាស្ទុះទៅប៉ុន្តែដល់ពេលវាស្ទុះទៅច្រើនដងពេកទៅវាជាប់កន្លោះវាចាប់ផ្ដើមបន្ថយវាចាប់ផ្ដើមបន្ថយចិត្តហ្នឹងដូចគ្នានៅពេលដែលចិត្តរបស់យើងស្ទុះទៅរត់ទៅយើងទាញមកវិញទៅទាញមកវិញចិត្តនោះចាប់ផ្ដើមបន្ថយការត្រាច់មកគត់ទៅបើចិត្តនឹងនៅតែគិតអញ្ចឹងច្រើនរវើរវាយច្រើនទៀតវិធីទី1គឺលោកឲ្យដកដង្ហើមចូលវែងនិងដកដង្ហើមចេញវែងឲ្យបាន5ដងទៀតនិយាយថាយើងដកដង្ហើមចូលវែងដកដង្ហើមចេញវែងឲ្យបាន5ដងបើធ្វើបែបនេះហើយចិត្តរបស់យើងនៅតែរវើរវាយទៀតចិត្តរបស់យើងនៅតែគិតច្រើនទៀតលោកឲ្យខ្ទប់ដង្ហើមខ្ទប់ដង្ហើមឲ្យបានកន្លះវិនាទីនិយាយថាអឺត្រឹមពាក់កណ្ដាល1នាទី50វិនាទីអញ្ចឹងទៅឬក៏30វិនាទីដើម្បីឲ្យចិត្តនឹងវាភ័យកាលណាបើដង្ហើមលេងដកចិត្តភ័យនៅពេលចិត្តភ័យវារត់មកកាន់កន្លែងចាស់ហើយតែប្រវាំងចាស់ហ្នឹងចិត្តនឹងរត់មកកាន់កន្លែងដើមដល់ពេលកាត់ចិត្តនឹងមកកាន់កន្លែងដើមគឺចិត្តនឹងគឺមានសតិដឹងដង្ហើមចូលដង្ហើមចេញដូច្នេះហើយនេះគឺជាវិធីជាឧបាយដើម្បីធ្វើឲ្យចិត្តរបស់យើងដែលមិនស្ងប់ខ្លាំងហ្នឹងឲ្យវានៅក្នុងដង្ហើមច្រើនដូច្នេះនេះគឺជាវិធីឬក៏ការចាប់ផ្ដើមទេសម្រាប់ថ្នាក់នេះលោកម្ចាស់អាចណាធ្វើខ្លួនឯងបានវិសារៀនបានអានបានច្រើនអញ្ចឹងទៅយើងអាចធ្វើខ្លួនឯងបានតែសម្រាប់បងប្អូនពីច្រើនអត់ដឹងតែម្ដងមិនដឹងថាធ្វើសមាធិចាប់ផ្ដើមពីណាទៅណាមិនដឹងថាធ្វើបែបម៉េចឲ្យត្រូវចឹងរបៀបធ្វើយើងអាចអង្គុយពេនភ្នែនជើងស្ដាំលើជើងឆ្វេងដៃស្ដាំលើដៃឆ្វេងឬក៏ដៃទាំងពីរសដោកលើភ្លៅទាំងពីរតម្រង់ខ្លួនឲ្យត្រង់កឲ្យត្រង់សម្លឹងមើលចុះមកក្រោមមិនងើយមិនអោនពេកនេះគឺជាវិធីក្នុងការអង្គុយហេតុអីបានវាត្រូវអង្គុយជើងស្ដាំលើជើងឆ្វេងគឺលោកប្រៀបថាកាលណាបើចិត្តរបស់យើងស្ងប់ខ្លាំង
ការអង្គុយបែបនេះមានលំនឹងគឺมันធ្វើឲ្យយើងភ្ងាកមកក្រោយភ្ងាកទៅមុខឬក៏ធ្វើឲ្យយើងដួលកាលណាបើយើងអង្គុយដាក់ជើងឆ្វេងលើជើងស្ដាំក៏បានប៉ុន្តែវាអត់មានលំនឹងគឺអាចធ្វើឲ្យយើងភ្ងាកទៅមុខភ្ងាកទៅក្រោយនៅពេលដែលចិត្តរបស់យើងស្ងប់ខ្លាំងដូច្នេះហើយវិធីនេះគឺព្រះពុទ្ធព្រះអង្គទ្រង់រកឃើញដោយការពិសោធន៍ផ្ទាល់គឺអង្គុយបែបនេះចិត្តស្ងប់ថេងទោះបីជាចិត្តនឹងមិនទៅគិតរឿងអង្គុយទៅគិតរឿងអឺផ្សេងទៀតគិតទៅក្នុងដង្ហើមចូលរហូតដល់ចូលឈានផងខ្លួនប្រាណរបស់យើងអត់រមៀលដួលណាដេកស្ដុកស្ដឹងក្លាប់ចាក់អីទេគឺនៅអង្គុយនឹងថ្កល់ដូចដុំថ្មដូច្នេះហើយទើបលោកប្រាប់ឲ្យយើងអង្គុយដាក់ជើងស្ដាំលើជើងឆ្វេងប៉ុន្តែមួយទៀតយើងអង្គុយលើកៅអីក៏បានដែរប៉ុន្តែកុំឲ្យដាក់ខ្នងប៉ះកៅអីអានឹងវិធីក្នុងការធ្វើអញ្ចឹងអឺលោកម្ចាស់បងប្អូនធ្វើរឿយទៅធ្វើឲ្យបញ្ញារបស់យើងភ្លឺថ្លាព្រោះសមាធិនេះគឺជាវិធីក្នុងការអឺ purify your mind ហ្នឹងគឺលាងសម្អាតចិត្តរបស់យើងហ្នឹងឲ្យជ្រះស្រឡះថ្លាស្អាតផូរផង់ធ្វើឲ្យយើងអត់សូវខ្វល់ខ្វាយច្រើនធ្វើឲ្យយើងរីករាយច្រើនធ្វើឲ្យយើងឆាប់ចាំមិនងាយភ្លេចធ្វើឲ្យយើងមានការឆ្លៀសវៃច្រើនជាងមុនហើយសាច់របស់យើងពណ៌សម្បុររបស់យើងឈាមរបស់យើងក៏ស្រស់ថ្លាជាងមុនដែរអ្នកធ្វើសមាធិគឺអត់ងាយចាស់ទេហើយសាច់ឈាមគឺសុខភាពគឺផ្លូវកាយនឹងវាល្អចេញពីផ្លូវចិត្តមកហើយអាយុវែងនេះគឺផលនៃការបប្រតិបត្តិសមាធិអូខេតោះ everyone please open your eye together ឥឡូវនេះលោកម្ចាស់បងប្អូនទាំងអស់នេះបើកភ្នែកធម្មតាឡើងវិញអូខេអញ្ចឹងអឺធ្វើទៅមានអារម្មណ៍យើងស្រឡះមានអារម្មណ៍ថាយើងស្រាលខ្លួនបើសិនជាចិត្តរបស់យើងស្ងប់តែបន្តិចមានអារម្មណ៍ថាចិត្តរបស់យើងរៀងស្រាលជាងមុនរៀងធូរស្រាលទោះបីជាមិនធូរស្រាលខ្លាំងតែយើងមានអារម្មណ៍ដឹងចុះតម្រាំតែយើងស្ងប់1 ម៉ោងស្ងប់ទៅ2 ម៉ោង3 ម៉ោងគឺមានអារម្មណ៍ថាដូចសលៃអញ្ចឹងណាទីជឿធ្លាប់ចូលវគ្គសមាធិនៅពេលដែលថ្ងៃខ្លះវាតាមថ្ងៃខ្លះនៅពេលដែលអង្គុយមួយថ្ងៃ12 ម៉ោងហើយថ្ងៃខ្លះស្ទើរតែ2 ម៉ោងគឺស្ងប់បើថាក្នុងអំឡុងពេល1 ម៉ោងជាងនោះស្ងប់គឺមានអារម្មណ៍ថាចេញមកវិញគឺស្រាលខ្លួនហ្មងស្រាលខ្លួនអារម្មណ៍ដែលយើងគិតច្រើនពីមុនលែងគិតវាធ្វើឲ្យយើងរីករាយស្រស់ស្រាយសប្បាយចិត្តច្រើនអញ្ចឹងនេះគឺផលនៃការធ្វើសមាធិអញ្ចឹងយើងធ្វើស្ងប់បានបន្តិចសុខបានបន្តិចធ្វើស្ងប់បានច្រើនសុខបានច្រើននេះគឺវិធីព្រះអង្គព្រានបដៅជាវិធីក្នុងការរកចេញចាកទុកហ្នឹងគឺសមាធិនឹងឯងអញ្ចឹងeveryone please raise your hand together អញ្ចឹងយើងលើកដៃប្រណម្យទាំងអស់គ្នាមកអូខេថាតាមដូចចិត្តទាំងអស់គ្នាអហង្សុខេតោហោមិ អហអហង្ង្សុចិតោហោមិ សូមឲ្យខ្ញុំបានសុខ សូមឲ្យខ្ញុំបានសុខ May I be happy May I be happy អហង្និតទុក្ខោហោមិ អហង្ដិដ្ឋិ អហង្និទុក្ខោហោមិ សូមឲ្យខ្ញុំរួចចាកទុក្ខទាំងពួង សូមឲ្យខ្ញុំរួចចាកទុក្ខទាំងពួង May I be free from suffering May I be May free I from be free from suffering អូខេសាធុបីដល់អ្នកនរគ្នាសាធុ សាធុ សាធុសាធុ គណៈសូមអរព្រគុណព្រះអង្គគ្រូដែលបានបង្រៀនសមាធិនិងអប់រំសីលធម៌ដល់កូនៗនៅក្នុងសាលារៀន Wisdom ព្រមទាំងកណ្ណគុំចាស់គ្រប់ព្រះអង្គផងដែរដូច្នេះសូមសិស្សានុសិស្សទាំងអស់អរព្រគុណព្រះអង្គគ្រូនិងថ្វាយបង្គំលាព្រះអង្គគ្រូសូមអរព្រគុណព្រះអង្គគ្រូនិងថ្វាយបង្គំលាព្រះអង្គ សូមអរព្រគុណព្រះអង្គគ្រូនិងសូមគំលាព្រះអង្គគ្រូ ព្រះអង្គ បង្គំលាកុំចាស់គ្រប់ព្រះអង្គ